ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានដែលមានចំណងជើងថាសេដ្ឋីចិត្តលោភមុនចូលទៅដល់ការស្ដាប់រឿងនិទានសូមជួយចុច like និង subscribe ម្នាក់មួយផងណាបងប្អូនកាលពីព្រេងញ៉ៃមានកុមារាម្នាក់ហើយគាត់ជាក្មេងប្រុសម្នាក់ដែលឆ្លាតវាងវៃឪពុកម្ដាយរបស់គាត់បានលាចាកលោកបន្សល់ទុកនៅគុណប្រុសម្នាក់ដែលនៅកំព្រាក្មេងប្រុសដែលកំព្រាឪពុកម្ដាយគាត់មានឈ្មោះខិលក្មេងប្រុសខិលបានប្រមូលវិចស្បែកគោគ្រាមួយបង្វិតដើម្បីធ្វើដំណើរទៅស្រុកឆ្ងាយមួយទៀតពេលយប់មួយនោះក្មេងប្រុសខិលបានជប់សម្រាកនៅលើដើមឈើមួយដោយអស់កម្លាំងពេកក្មេងប្រុសខិលក៏ដេកលងលុកទៅពេលក្រោកពីដំណេកក្មេងប្រុសខិលបានមើលឃើញចៅពីរនាក់កំពុងចែកមាសពេជ្រនិងរបស់របរជាច្រើននៅក្រោមដើមឈើក្មេងប្រុសខិលផាត់ភ័យណាស់តែដោយមានទម្លាប់ក្លាហានវាក៏ទម្លាក់បង្វិចស្បែកគោចុះចំក្បែរពុកចៅទាំងពីរភ្លៀងភ័យយ៉ាងខ្លាំងទើបក្រោករត់ចៅរបស់ទ្រព្យទាំងអស់ក្មេងប្រុសខិលឃើញយ៉ាងនោះត្រេកអរណាស់ក៏សម្រួលចុះពីដើមឈើប្រមូលកាលវិចស្ពាយមាសពេជ្រជាច្រើនត្រឡប់មកផ្ទះវិញកុមារខិលក៏ខ្លាចខ្លួនជាមនុស្សមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដុំនៅក្នុងភូមិមានសេដ្ឋីម្នាក់គាត់ឲ្យបំរើទៅហៅចៅខិលមកឆ្លៀកសួររត់ទ្រព្យបានដោយវិធីណាបាទគ្រឿងបាទបានសម្លាប់គោយកស្បែកលោកដោយសារតម្លៃនៃស្បែកគោនោះធ្វើគ្រឿងប្រកបរបរបានចម្រើនចៅខិលក៏ហកតបបើដូច្នោះអញនឹងឲ្យបំរើសម្លាប់គោទាំងអស់ដើម្បីយកស្បែកចាប់តាំងពីថ្ងៃនោះមកសេដ្ឋីក៏ចាត់បំរើឲ្យសម្លាប់គោយកស្បែកហើយឲ្យនាំយកទឹកជួយនៅទីទាំងឡាយតែជំនួយនេះពុំបានផលឡើយដោយចាញ់បោកកុមារខិលសេដ្ឋីខឹងណាស់ទើបឲ្យបំរើទៅបំពេញចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទម្លាក់សម្លាប់ចោលក្នុងទឹកទន្លេបំរើក៏គោរពតាមសេដ្ឋីហើយនាំគ្នាទៅពាត់ចាប់កុមារខិលច្រកបញ្ចូលក្នុងបាវចង់មាត់យ៉ាងជិតនាំមកជូនសេដ្ឋីពេលធ្វើដំណើរមកដល់បង្កាត់ដាល់ផ្លូវដោយមានការហេវហត់យ៉ាងខ្លាំងពួកអ្នកបំរើទាំងឡាយក៏ទម្លាក់បាវចោលនៅមាត់ផ្លូវហើយទើបនាំគ្នាទៅរកអាហារបរិភោគនៅក្នុងទៀមមួយខណៈនោះកុមារខិលបានហែកបាវមើលឃើញអ្នកកងវៀនម្នាក់កំពុងគៀងជាមួយភងវាក៏ស្រែកហៅអ្នកកងវៀនតិចៗរួចពោលទៅអន្តែថាសូមលោកមាជួយស្រ័យមាត់បាវនេះលែងខ្ញុំផងសេដ្ឋីបានចាត់បំរើឲ្យខ្ញុំទៅរក្សាទ្រព្យសម្បត្តិនិងជួយបង្ហាត់សេះតែខ្ញុំមានទម្លាប់ខ្លាចសេះណាស់ខ្ញុំពុំហ៊ានទេទោះបីជាខ្ញុំប្រកែកយ៉ាងណាក៏បំរើសេដ្ឋីក៏ពុំយន់ព្រមហើយក៏ចាប់ខ្ញុំច្រកបាវយ៉ាងនេះដោយលោកជ្រាបស្រាប់មុខរបរនេះប្រកបដោយភាពខ្ពង់ខ្ពស់និងកិត្តិយសបើលោកមកពេញចិត្តសូមអញ្ជើញទៅជំនួយខ្ញុំទុកឲ្យខ្ញុំនៅថែរក្សាជាមនេះម្ដងលៀបអញមកដល់ហើយតាអាក្មេងល្ងងនេះមិនស្គាល់ប្រយោជន៍វាទេអញនឹងសំងុំក្នុងបាវនេះម្ដងគិតហើយបរោះនោះក៏ចូលទៅសំងុំក្នុងបាវជំនួសកុមារខិលក្រោយពីបានបរិភោគឆ្អែតហើយពួកអ្នកបំរើសេដ្ឋីក៏ត្រឡប់មកវិញហើយក៏ចាប់បាវលីបន្តដំណើរទៅទៀតដោយពុំបានដឹងកិច្ចកលអ្វីឡើយសេដ្ឋីបានឲ្យពួកអ្នកបំរើយកបាវនោះទៅទម្លាក់ចោលក្នុងទឹកទន្លេបរោះអ្នកកងវៀនក៏ស្លាប់អាសានៅបាំងទៅពេលកន្លងមកមិនយូរប៉ុន្មានទេសេដ្ឋីក៏បានជួបជាមួយកុមារខិលម្ដងមានទាំងភងជ្រាមផងដែរសេដ្ឋីនឹកឆ្ងល់ពីផលខំចិត្តណាស់រួចក៏សួរកុមារខិលថាអែងឬដែលអញយកទៅទម្លាក់ក្នុងទឹកទន្លេថ្ងៃមុននោះបាទមែនហើយលោកសេដ្ឋីកុមារតបតែជាសំណាងល្អណាស់នៅបាតទន្លេសបោដែលទ្រព្យសម្បត្តិធនធានជាច្រើននេះណែភងជ្រាមដែលខ្ញុំទើបតែគៀងយកមកសេដ្ឋីបានស្ដាប់កុមារខិលហើយក៏ជឿយ៉ាងពិតប្រាកដឥតគិតពិចារណាអ្វីឡើយដោយមានចិត្តលោភលន់ពុនប្រមាណសេដ្ឋីក៏បញ្ជាឲ្យពួកអ្នកបម្រើយកបាវមកច្រកគាត់ហើយឲ្យយកទៅទម្លាក់ទឹកទន្លេដោយដែលធ្វើទៅលើបរិះគង្រាមយ៉ាងនោះដែរសូមអរគុណសម្រាប់ការទស្សនាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ